នេះគឺជាសាកសពរបស់អាកាសយានិកដែលបានបំពេញបេសកកម្មនៅក្នុងអវកាសថ្ងៃនេះ120 second នឹងនាំបងប្អូនឲ្យស្គាល់ Vladimir Komarov គាត់បានកើតនៅក្នុងឆ្នាំ1927នៅប្រទេសរុស្ស៊ីពេលគាត់នៅតូចគឺគាត់ពិតជាស្រឡាញ់យន្តហោះមែនទែនហើយគាត់មានបំណងចង់ឲ្យគាត់ខ្លាចជាអ្នកបើកយន្តហោះដ៏ចម្លែកជាងគេនៅក្នុងពិភពលោកផងដែរនៅចុងសតវត្ស1950សហភាពសូវៀតចាប់ផ្ដើមប្រកួតប្រជែងគ្នាក្នុងការផ្ញើមនុស្សទៅអវកាស Komarov ត្រូវបានគេជ្រើសរើសជាអាកាសយានិកនៅជុំវិញឆ្នាំ1960ហើយនៅក្នុងឆ្នាំ1964គាត់បានបំពេញបេសកកម្ម Voskhod 1ដែលជាបេសកកម្មដំបូងគេបំផុតរបស់សូវៀតហើយបេសកកម្មនោះគឺត្រូវបានជោគជ័យមែនទែនហើយបានធ្វើឲ្យឈ្មោះ Komarov ល្បីល្បាញមែនទែននៅក្នុងសហភាពសូវៀតនៅក្នុងឆ្នាំ1967នៅក្នុងបេសកកម្ម Soyuz 1នៅពេលនោះសហភាពសូវៀតចង់បង្ហាញខ្លួនថាជាអ្នកអំណាចនៅក្នុងអវកាសទោះបីជាក្រុមបច្ចេកទេសបានឃើញបញ្ហាជាច្រើននៅក្នុង Soyuz 1ប៉ុន្តែបេសកកម្មនោះក៏មិនត្រូវបានពន្យាពេលដែរជាការពិតណាស់Komarovនៅពេលនោះក៏គាត់បានដឹងថាយានមានបញ្ហាដែរតែគាត់គឺបានចូលរួមទៅក្នុងបេសកកម្មនោះដោយភាពទំនួលខុសត្រូវរបស់គាត់បន្ទាប់ពីបានហោះឡើងKomarovគឺគាត់ប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនអង្គតែនតាក់ទងក៏ខូចប្រព័ន្ធអគ្គិសនីក៏វារំខាននៅក្នុងការហោះហើរផងដែរនឹងការគ្រប់គ្រងមិនមានស្ថិរភាពទេតែគាត់នៅតែខិតខំតស៊ូបំពេញបេសកកម្មរបស់គាត់តស៊ូរហូតដល់ពេលត្រឡប់មកផែនដីវិញការត្រឡប់មកផែនដីនេះគឺបានបង្កឲ្យបេសកកម្មមួយនោះគឺបានបាត់បង់អាកាសយានិកមួយរូបដែលជា Vladimir Komarov ដែលជាមនុស្សដែលមានទេពកោសល្យខ្ពង់ខ្ពស់បំផុតនៅក្នុងអវកាសទោះបីជា Vladimir Komarov ត្រូវបានស្លាប់បាត់បង់ជីវិតមែនតែមនុស្សគ្រប់គ្នាបានស្ងើចសរសើរអំពីភាពអង់អាចនឹងការតស៊ូនិងទំនួលខុសត្រូវការងាររបស់គាត់មែនទែនសម្រាប់សាច់រឿងនេះគឺមានប៉ុណ្ណឹង